បាទស្ដីពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជាក្នុងថ្ងៃឆ្លងចូលឆ្នាំបាទទស្សនវិជ្ជាមើលទៅគួរឲ្យសប្បាយបាទថ្ងៃរៀងថ្ងៃក្តៅបន្តិចប៉ុន្តែមើលទៅគួរឲ្យសប្បាយបាទឆ្លចាំរំគាត់ឆ្លចាំរំបាទចាំទស្សនាវីដេអូទាំងអស់គ្នាបាទខ្ញុំថតពីទស្សនវិជ្ជាក្នុងថ្ងៃឆ្លងចូលឆ្នាំបាទអរគុណចាស់បងប្អូនចាំមើលរូបភាពទាំងអស់គ្នាបាទបាទលោកតាចាចាប់ដើមរើប៉ាយខ្លះបាទរើប៉ាយហើយរើប៉ាយសង្ក្រាន្តឆ្នាំថ្មីចឹងហើយបាទនេះទស្សនវិជ្ជាទាំងមូលបាទនៅក្នុងបាទនេះការរំលេងសប្បាយបាញ់ទឹកយ៉ាងក្រឹកក្រែងបាទអូមើលទៅគួរឲ្យសប្បាយមែនតើបាទពូអ្នកលោករ៉ែគាត់ឈរមើលថាងាត់ចូលរំដែរឡោអាតែគាត់អៀនណាគាត់ក្នុងចិត្តងាត់ចូលរំដែរឡោអាចឹងបាទតាចាកំពុងតែរើប៉ាយបាទទុកដាក់ឆ្នាំក្រោយទៀតបាទនេះកំពុងតែបាយបាញ់ទឹកបាទតាលោកក្រែមគាត់ថាណែមើលនេះងាញ់ចូលរំឡោអាដតមានអ្នកចាំមើលធុងក្រែមអញណាធំអត់បានឡោអាបាទយាយតាចាប់ដើមឈើដែរបាទអូឈើគាត់រំយ៉ាងសប្បាយបាទគាត់រំចាស់គាត់រំសប្បាយមែនតើបាទអូបាទអូនតូចចូលឡាំប៉ាចង់ចូលរំដែរតែខ្លាចគេជន់អូរំសប្បាយខ្លាំងណាស់បងប្អូនតែគាត់សប្បាយមែនតើបាទណារំសប្បាយមែនណាមើលដែរគាត់រំសប្បាយណាចាស់ប៉ុន្តែសប្បាយបាទថ្ងៃឆ្លងសង្ក្រាន្តឆ្នាំថ្មីនៅវត្តយើងណាអូឆាតទិញឆាតមកជុលមួយពុកម៉ែបងប្អូនជុលមួយឆាតទិញឆាតទិញឆាតយើយគាត់រស់ស្បាយមែនតើពុកម៉ែបងប្អូនមកទៅកែវមួយកែវមួយពូអោខំកែវមួយទៀតយ៉ាកែវមួយកែវមួយអូភ្លេចគាត់ចូលទៅរំដែរបាទគាត់ចូលទៅហៅម៉ែកូនយកម៉ែតទៅផ្ទះប៉ាទៅផ្ទះអូនយកមកហូចចាប់ដើមរឿងបាយមែនតើមើលទៅហូចជុលមួយទៀតដាច់បាត់ទៅហើយតែសប្បាយទាំងអស់គ្នាបងប្អូនបាទណាបាទគាត់រំសប្បាយមែនតើបាទគួរឲ្យនេះរំគឺសប្បាយចិត្តជំនួសគាត់បាទឈើថ្ងៃបង្ហើចូលឆ្នាំតែឆ្លងមានវត្តយើងនឹងទេឆ្លងយូរទេបាទណាបើថាមើលអញចូលទៅតិចមើលថាគួរឲ្យសប្បាយមែនអូពូណាអូនចូលរំអីអត់ទេខ្ញុំចូលរំទេអេដមីនអត់ចូលរំទេអេដមីនមកឈរថតទេបាទអូក៏សប្បាយមែនតើបាទអរគុណច្រើនពុកម៉ែបងប្អូនដែលបានតាមដានទស្សនានៅវីដេអូខ្ញុំបាទនឹងមានវីដេអូថ្មីបន្តទៀតកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនិងជួយចុច Subscribe ឲ្យខ្ញុំផងបាទជួបគ្នានៅវីដេអូក្រោយបាទហេងទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះបាទសូមពរសូមជ័យរកស៊ីមានបានទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាទអរគុណច្រើនពុកម៉ែបងប្អូនបាទកុំភ្លេចជូនបុណ្យកុសលទាំងអស់ដល់បងប្អូនទាំងអស់គ្នាបាទអរគុណច្រើន